សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះអ្នកទាំងអស់គ្នានឹងបានសិក្សាពីភាពខុសគ្នារវាង must ជាមួយនឹងពាក្យថា can't must យើងអាចប្រើតាមវិធីផ្សេងគ្នាហើយពាក្យ can ឬក៏ can ហ្នឹងក៏ប្រើតាមវិធីផ្សេងគ្នាដែរអញ្ចឹងនៅក្នុងវីដេអូនេះយើងនិយាយអំពី certainty ភាពច្បាស់លាស់ទៅលើអ្វីមួយអញ្ចឹងយើងមើលបងប្អូនថាតើ must យើងប្រើនៅពេលណាហើយ can't យើងប្រើនៅពេលណាអូខេក្នុងនេះគឺយើងនិយាយថា must we talk about the certainty មានថាភាពច្បាស់លាស់ okay so must is used when you believe something is certainly true គឺយើងប្រើ must នឹងនិយាយអំពីអ្វីមួយដែលយើងជឿជាក់ខ្លួនឯងថាវាពិតជាការពិតណាវាត្រឹមត្រូវការពិតណាបាទ example here it's 12 ឥឡូវម៉ោង12ហើយ you must be hungry អញ្ចឹងកន្លែងនេះយើងឃើញមានពាក្យ must អញ្ចឹងពេលហ្នឹងមិនមែននិយាយអំពី obligation ទេគឺយើងនិយាយអំពី possibility ឬក៏ certainty បាទភាពដែលអាចទៅរួចឬក៏ភាពដែលជាក់ច្បាស់តែ the speaker believe it is true បាទអញ្ចឹងអ្នកនិយាយហ្នឹងគឺគាត់ច្បាស់មក you must be hungry ព្រោះអីវាម៉ោង12ហើយ you've not eaten anything since this morning មានន័យថាគាត់អត់មានញ៉ាំអីតាំងពីព្រឹករហូតដល់ម៉ោង12ហើយអញ្ចឹងអ្វីដែលគាត់និយាយហ្នឹងគឺគាត់ច្បាស់ថាប្រកាសជា clear មក so it's 12 you must be hungry you've not eaten anything since this morning បាទនេះគឺយើងប្រើ must ដើម្បីនិយាយអំពីអ្វីមួយដែលយើងច្បាស់ហ្មងបាទយើងគិតថាច្បាស់បាទប៉ុន្តែបើគេ clear ឬមិន clear យើងមិនដឹងទេអាហ្នឹងក្នុងពោះគេទេប៉ុន្តែគាត់អ្វីដែលយើងគិតហ្នឹងគឺយើងច្បាស់ថាវាពិតជាអញ្ចឹង Okay one more example is Sarah must be in the class I don't see her get out អញ្ចឹងយើងនិយាយថា Sarah គឺប្រកាសជានៅក្នុងថ្នាក់ហ្នឹងព្រោះយើងអត់ឃើញគាត់ចេញពីថ្នាក់ទេអញ្ចឹងនៅពេលដែលយើងនិយាយយើងច្បាស់ She must be in the class ព្រោះអត់ឃើញគាត់ចេញមកផងអញ្ចឹងគាត់ប្រកាសជានៅក្នុងថ្នាក់សភាពសកម្មភាពពេលហ្នឹងគឺយើងជឿជាក់ថាអញ្ចឹងអូខេអញ្ចឹងនៅក្នុង past គឺយើងប្រើ must have plus verb 3អញ្ចឹង must អត់ទៅជា might អត់ទៅជាអីទេគឺ must become must have verb 3គឺយើងប្រើនៅក្នុង past សកម្មភាពដែលយើងជឿជាក់ថាពិតប្រាកដដែរប៉ុន្តែវាជាសកម្មភាពដែលកើតឡើងរួចមកហើយជាអតីតកាលអូខេអញ្ចឹង must have verb 3 is used when talking about the past For example, Bill lived here for 10 years. អញ្ចឹង Bill រស់នៅនឹង10ឆ្នាំហើយ He must have known Anna. គាត់ប្រកាសជាស្គាល់ Anna មានន័យថា Anna ហើយនឹង Bill ហ្នឹងគឺគាត់រស់នៅអាចនៅក្នុងតំបន់ជាមួយគ្នាឬក៏អ្នកជិតខាងគ្នាអញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលយើងនិយាយនេះមានន័យថា Bill ហើយ Anna ក៏នៅកន្លែងជិតគ្នាហ្នឹងអញ្ចឹងរស់នៅ10ឆ្នាំហើយមិនដែលថាមិនស្គាល់ដែលថា Bill អត់ស្គាល់ Anna បាទអញ្ចឹងកន្លែងនេះជាអតីតកាលបាទ Bill រស់នៅទីនេះ10ឆ្នាំអញ្ចឹងវាជាសកម្មភាពដែលគាត់ឈប់រស់នៅហើយឥឡូវហ្នឹងប៉ុន្តែជាអតីតកាលរបស់គាត់គឺគាត់រស់នៅពីមុនអញ្ចឹង Bill lived here for 10 years he must have known អញ្ចឹង must have known must have verb 3 past participle verb 3ហ្នឹងគឺ past participle គឺទម្រង់កិរិយាសព្ទខ្ទង់ទី3បាទអញ្ចឹង he must have known Anna បាទអញ្ចឹងជាសកម្មភាពអតីតកាលហើយច្បាស់ថានឹងកើតមានឡើងដែរអូខេ One more example is he must have been sick I saw him at the hospital with his wife last weekend អញ្ចឹងគាត់ប្រកាសជាឈឺហ្មងព្រោះអីខ្ញុំឃើញគាត់នឹងនៅឯមន្ទីរពេទ្យជាមួយនឹងប្រពន្ធរបស់គាត់កាលពីសប្តាហ៍មុនកាលពីចុងសប្តាហ៍មុនអញ្ចឹងយើងជួបគេនៅមន្ទីរពេទ្យហើយយើងគិតថាគាត់ប្រកាសជាឈឺយើងអត់បាននិយាយជាមួយគេទេប៉ុន្តែយើងអាចឃើញសភាពអីមួយអញ្ចឹងយើងអាចដឹងថាគាត់ប្រកាសជាឈឺហ្មងព្រោះខ្ញុំឃើញគាត់នៅមន្ទីរពេទ្យប៉ុន្តែទាំងអស់ហ្នឹងគឺសុទ្ធតែជាអតីតកាលទេអញ្ចឹង the certainty but happen in the past ជាសកម្មភាពអតីតកាលអញ្ចឹង must យើងប្រើនៅក្នុង present must have verb 3យើងប្រើនៅក្នុង past គឺយើងនិយាយអំពី certainty ដែរ the idea the listener believe it is true
ជាអ្វីដែលអ្នកនិយាយហ្នឹងគិតថា the speaker មិន the listener អ្នកនិយាយហ្នឹងគិតថាវាពិតអញ្ចឹងគេប្រើ must ឬក៏ must have verb 3នៅក្នុង past បាទអញ្ចឹងបកមកមើលពាក្យ can ម្ដងតើវាមិន can កន្លែងនេះគេនិយាយថា impossible មានន័យថាវាមិនអាចកើតមានតែម្ដងគឺមិនអាចទៅរួចតែម្ដង Okay so we use can when we know something is impossible to happen យើងប្រើ can នៅពេលដែលយើងគិតថាយើងជឿជាក់ថាអ្វីមួយគឺវាមិនអាចទៅរួចទេមិនអាចកើតឡើងទៅរួចទេបាទអញ្ចឹងវាជា negative គំនិតរបស់យើងគឺយើងគិតថាវាមិនអាចទៅរួចតែម្ដងវាមិនមែន possible ទេគឺមិនអាចយើងគិតថាមិនអាចតែម្ដង For example James can't be at home it's Monday អញ្ចឹងគេថា James មិនអាចនៅផ្ទះទេព្រោះអីវាគឺជាថ្ងៃច័ន្ទក្នុងនេះគេបញ្ជាក់ថា James never misses the class James គឺអត់អាចឈប់បាទគាត់ទៅរៀនរហូតហើយថ្ងៃហ្នឹងថ្ងៃច័ន្ទអញ្ចឹងយើងជឿជាក់ថាគាត់មិនអាចទៅនៅផ្ទះទេគាត់ប្រកាសជានៅសាលាអញ្ចឹង James can be at home អញ្ចឹងជា negative អញ្ចឹងឃើញពាក្យ can គេប្រើ negative គឺ impossible it is impossible that James is at home វាមិនអាចទៅរួចទេថា James នៅផ្ទះព្រោះអី James គឺជាមនុស្សដែលមិនដែលឈប់រៀនហើយមិនដែលខកខានហើយវាជាថ្ងៃច័ន្ទទៀតបាទប៉ុន្តែបើសិនជាគាត់អត់ទៅអានឹងជារឿងចៃដន្យនៃអញ្ចឹងទៅមួយទេ Okay second example is the radio can be working the battery are dead បាទវិទ្យុហ្នឹងគឺមិនដំណើរការទេជឿជាក់ 100% ដោយសារអីយើងគិតយើងថាវាមិនដំណើរការដោយសារយើងដឹងថាម៉េចថ្មហ្នឹងវាអស់ថ្មលេងហើយបាទថ្មអស់លើណា Okay so we say the radio can be working because the battery are dead បាទអញ្ចឹងថ្មអស់លើហើយអញ្ចឹងរយោហ្នឹងมันអាចដើរមិនអាចដំណើរការបានទេអានេះគឺ something is impossible បាទគឺយើងប្រើ negative នៅក្នុង negative យើងប្រើ can't ដល់ពេលនឹកទៅជា past អញ្ចឹងដែរយើងអត់ប្រើ couldn't អីទេបាទអញ្ចឹងមិនមែន can ទៅជា could ទេបាទ could ជា past របស់ can នៅពេលដែលវានិយាយអំពី ability អញ្ចឹងកន្លែងនេះយើងនិយាយអំពី impossible and not certain it's not possible so here in the past we use can have verb 3បាទគឺយើងប្រើ can't have plus verb 3ឬក៏ couldn't have plus verb 3អញ្ចឹងទោះបីប្រើ could ក៏នៅតែប្រើ have verb 3ដែរ past participle ដែរកន្លែងហ្នឹងយើងអាចប្រើ could បានប៉ុន្តែយើងនិយាយអំពី can អញ្ចឹងខ្ញុំដាក់ can ដែរ example Joe can have been at the party yesterday ណាអញ្ចឹង Joe គឺមិនអាចនៅឯពិធីជប់លៀងកាលពីម្សិលមិញទេនេះ Joe went to London 2 days ago អញ្ចឹង John ទៅ London ហ្នឹង2ថ្ងៃមុនណាអញ្ចឹងម្សិលមិញគាត់មិនអាចនៅកន្លែងជប់លៀងបានទេបាទអញ្ចឹងវាជាអតីតកាលដដែលទេប៉ុន្តែយើងប្រើ can have verb 3បាទអញ្ចឹង Joe មិនអាចនៅពិធីជប់លៀងកាលពីម្សិលមិញទេដោយសារអី Joe went to London 2 days ago បាទវា impossible in the past Okay the last example is she can have cleaned the house because she'd been at the beach the whole day គាត់គឺមិនអាចនឹងអីគេសម្អាតផ្ទះទេបាទនិយាយចង់និយាយថាគាត់អត់មានបោះជូតផ្ទះទេដោយសារអីដោយសារគាត់ពេញមួយថ្ងៃគាត់នៅឯឆ្នេរសមុទ្រអញ្ចឹងគាត់ទៅលេងឆ្នេរសមុទ្រអញ្ចឹងគាត់អត់មានពេលមកផ្ទះទេអញ្ចឹងយើងច្បាស់ប្រកាសថាគឺគាត់អត់មានបានបោះសម្អាតផ្ទះទេវាជា past impossible in the past បាទអញ្ចឹងយើងប្រើ can have verb 3ឬក៏ can នៅក្នុង present អញ្ចឹង can have verb 3យើងប្រើនៅក្នុង past can នេះយើងប្រើនៅក្នុង present នេះគឺជាភាពខុសគ្នារវាង must ជាមួយនឹង can សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបានយល់នៅការពន្យល់របស់ខ្ញុំគិតថាគ្រប់គ្រាន់ហើយប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចចុច subscribe ទៅលើ channel របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីបន្តទៀតអរគុណ